អាវងដែលស្ថិតនៅក្នុងវត្តបកខ្លងណាស្លាតស្អាតហើយនៅក្នុងនោះមួយទៀតពណ៌ខៀវតែនេះពណ៌គេលាយចម្រុះស្អាតណាស់ហើយអត់បានទេណាកាយទេណាមនុស្សអត់ត្រូវចិត្តគេហក់មកចិត្តនេះអត់ទេនេះលោកទាំងគេអត់កាយដែរណាហ្នឹងហើយស្អាតឈូតហើយទិដ្ឋភាពវត្តបកខ្លងត្រីក្រឹមគ្រប់ប្រភេទស្អាតក្នុងវត្តបន្តសត្វកូនឈើកូនអីដាំបរិច្ចាគផងដាំខ្លួនឯង